មកចាប់អារម្មណ៍ខ្លះៗតាក់ទងទៅនឹងគូប្រជែងរបស់ប្រកាន់រាជស្វារីងដែលលេងថ្ងៃនេះទល់នឹង Thailand City នៅពេលដែលឈ្នះ3-0បងប្អូនបាទជំរាបសួរបងប្អូនទាំងអស់គ្នាដែលគាំទ្រវិស័យបាល់ទាត់ជាតិហើយជាពិសេសបងប្អូនអ្នកគាំទ្រប្រកាន់រាជស្វារីងក៏ដូចជាបងប្អូនដែលគាំទ្រពានរង្វាន់ AFC Challenge League ខណ្ឌរាជស្វារីងឡើងទៅវគ្គបន្តវគ្គ4ក្រុមហើយក្នុងនោះគឺត្រូវប៉ះគូប្រេងដដែលនៅវគ្គជម្រុះនៅក្នុងពូលគឺ Medora នេះឯងអញ្ចឹង Medora បានឈ្នះស្វាយរៀងនៅក្នុងវគ្គចែកពូលនោះគឺ2-1កាលនោះបងប្អូនហើយយើងមានគ្រាប់បាល់ចូលទីខ្លួនឯងមួយគ្រាប់ដែរកាលនោះគឺដោយមីសនុបងប្អូនទាំងអស់គ្នាស្វាយរៀងខ្ញុំនិយាយតែបន្តិចទេដោយសារតែបងប្អូនបានទស្សនាតាមរយៈចាស់ទូទូ BTV អញ្ចឹងប្រហែលជាបងប្អូនអាចឃើញហើយថាការលេងរបស់ស្វាយរៀងគឺនៅតង់ទី1រៀងពិបាកតង់ទី2មានការផ្លាស់ប្ដូរហើយបន្ទាប់ពីមានការផ្លាស់ប្ដូរខ្លះឃើញថាចង្វាក់លេងបានល្អមកវិញហើយខ្ញុំចាប់អារម្មណ៍នោះឃើញថាគ្រូដាក់គ្រីស្ទៀនមិនមែនដាក់ទៅប្រយុទ្ធចំទេគឺដាក់ឲ្យលេងតំបន់បំរើបាទឃើញគាត់លេងចុងវគ្គទី2ចុងអីហ្នឹងគឺគាត់ទៅអត់រួចពីតំបន់បំរើចាប់ដៃគូជាមួយនឹងគួយដានីនឹងទេហើយនេះសម្រាប់គ្រីស្ទៀនហើយបាល់ពីនៃ11ម៉ែត្រចាប់អារម្មណ៍ថាមិនមែនជាគ្រីស្ទៀនអ្នករ៉ាប់រងទេឲ្យ Mathis Morales ជាអ្នករ៉ាប់រងទៅវិញមួយទៀត Mathis Morales នេះគឺមានឱកាសច្រើនដោយអន្លើសម្បីតាពេលដែលកាប៊ីដូចូលវគ្គទី2ចុងម៉ោងចុងអីហ្នឹងមានឱកាសក្នុងការផ្ទះផ្លាបញ្ចូលទីមានកាប៊ីគាត់កាត់ទៅពីឆ្វេងទៅគាត់គួរណាស់តែចូលទីបាល់ហ្នឹងតែគាត់ជាពេនឡើងទៅលើហើយមានឱកាសច្រើនទៀតហើយត្រូវបានសង្គ្រោះដោយអ្នកចាំទីខាងសាន United អីជាដើមទៅបាទនេះនិយាយពីប្រខណ្ឌរាជស្វាយរៀងទោះបីជាចាញ់2-1ប៉ុន្តែបានឡើងទៅហើយពីព្រោះឈ្នះគ្រាប់បាល់សរុបនឹងរហូតដល់បាទគិតពីនេះនោះគឺ3គ្រាប់ហើយបងប្អូនបើសរុបទៅគឺ7-4ចឹងចាប់អារម្មណ៍រឿងមួយទៀតគឺសាន United តែងតែទាត់បញ្ចូលទីក្រុមប្រខណ្ឌរាជស្វាយរៀង2គ្រាប់ក្នុងការជួបគ្នា3លើកនិយាយថាឈ្នះក៏ឈ្នះ2-1ក៏ទាត់ចូល2គ្រាប់ចាញ់4-2ក៏ទាត់ចូល2គ្រាប់នៅក្នុងពានរង្វាន់ Shopee Cup ហើយចាញ់មួយទៀត6ក៏ទាត់ចូលគ្នាចូលទី2គ្រាប់ដូចគ្នានេះខ្ញុំនិយាយពីប្រខណ្ឌរាជស្វាយរៀងប៉ុណ្ណឹងបងប្អូនហើយតកតងទៅនឹងក្រុម Medora United យើងមានកីឡាករម្នាក់ដែលជាអតីតកីឡាករវិសាខាគឺ Yusuf Echri ហើយកីឡាករកូនកាត់អេស្ប៉ាញម៉ារ៉ុករូបនេះគេបានធ្វើភ្លៀងល្អដែរកាលនៅវិសាខាគាត់មកជើងទី2ហើយគាត់ដល់កាលមុនតែគាត់ក៏រកបានច្រើនគ្រាប់ដូចប្រហែលជាង10គ្រាប់ដែរមិនបានឆែកតែគាត់ជាកូនសោសំខាន់ដែរថ្ងៃនេះគឺការលេងរបស់គាត់គឺដូរចូលហើយគាត់រកបានមួយគ្រាប់ដែរបាទក្នុងជ័យជំនះ3-0ទល់នឹង Thailand City នឹងគាត់រកបាននាទីទី84បងប្អូនគាត់ដូរចូលនាទីទី58រកបាននាទីទី84ហើយពីរគ្រាប់មុនហ្នឹងគឺភាគច្រើនគឺបាល់លេងសងតង់គ្នាលេងចេញពីឆ្វេងនឹងតែម្ដងដែលល្អមែនទែនគ្រាប់បាល់ដំបូងអីនាទីទី38បាទដែលរកគ្រាប់បាល់ដោយកីឡាករលេខ10លេខ10និងលេខ11គឺរកបានម្នាក់មួយគ្រាប់11 Lulinha បាទនាទីទី59អញ្ចឹងដៃគូដៃកង់របស់គេដែលលេងល្អដែលខ្ញុំសរសើរកន្លងទៅសម្រាប់កីឡាករខាង Medora United ហ្នឹងគឺលេខ10និង11នេះគឺគេមានបច្ចេកទេសល្អល្បឿនលឿនហើយការលេងហ្នឹងគឺការយល់ចិត្តគ្នាហើយយើងចាប់អារម្មណ៍សម្រាប់ក្រុម Medora United អ្វីដែលពិសេសនៅថ្ងៃនេះគឺគេមានកីឡាករបរទេសបាទគេមានកីឡាករបរទេស8នាក់ហើយដាក់នៅលើទីលានហ្នឹង7នាក់បងប្អូនមើលនៅក្នុង line up នេះគ្រូវឹកចូលចិត្តលេង4-3-3ហើយប្រព័ន្ធ4-3-3នេះគឺខាងលើរបស់គេហ្នឹងបាទ4-3-3 3-3មានន័យថា6នាក់ខាងលើហ្នឹងគឺសិតតែកីឡាករបរទេសប៉ុន្តែមានខ្សែការពារមួយគឺខ្សែការពារ Montero បាទជាសញ្ជាតិប៉ូទុយហ្គាល់មាន Montero ម្នាក់ឯ6នាក់ខាងលើនោះគឺសិតតែបរទេសទាំងអស់អញ្ចឹងស្វែងរៀងបើប៉ះ Medora United នេះបើកីឡាករគេល្អយ៉ាងហ្នឹងដែរអញ្ចឹងរៀងពិបាកបន្តិចតែយ៉ាងណាការលេងពីរជើងគឺប៉ះស្វែងរៀងតាមរយៈ page ស្វែងរៀងគេបានបង្ហោះហើយណាខ្ញុំយកមកបាទពីរជើងហ្នឹងគឺប៉ះស្វែងរៀងថ្ងៃទី10ហើយបាទថ្ងៃទី10ហើយមួយជើងទៀតទៅលេងនៅទឹកដី Medora United គឺថ្ងៃទី17អញ្ចឹងបើសិនជា
ចង់ឱកាសបាទមានភាគរយឡើងទៅខ្ពស់ដាច់ខាតធ្វើដូចសាន United ចឹងមិនស៊ីឲ្យច្រើនមុនសិនបាទស៊ីឲ្យច្រើនមុនហើយបានទៅទឹកដី Manchester United ព្រោះគេលេងលឿនណា Manchester United ឆ្វេងស្ដាំអី Tottenham City ថ្ងៃនេះក៏លេងបានល្អដែរឱកាសនៃការសុទ្ធហើយឱកាសគ្រប់គ្រងបាល់គឺមិនលើសខ្វះគ្នាប្រហែលទេឱកាសសុទ្ធគឺតាមស្ថិតិដែល live ផ្ទាល់ហ្នឹងគឺសុទ្ធ12ជើងហើយ on target 6ជើងដូចគ្នាតែ Tottenham City ធ្វើមិនបានសំបីតែប្រក្របអញ្ចឹងការជួបគ្នានេះគឺយើងផលចំណេញដោយសារយើងជួបមុនហើយផ្លាយរៀងត្រូវតែធ្វើឲ្យបានល្អបំផុតតាមតែអាចធ្វើទៅបានដោយប៉ះសាន United អញ្ចឹងហើយមួយគូទៀតសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ដូចគ្នាដែរពាក់កណ្ដាលផ្ដាច់ព្រាត់ជំរាបបងប្អូនថាយើងអាស៊ីខាងកើតតំបន់អាស៊ីខាងកើតនិងអាស៊ានហ្នឹងគឺយើងនៅអាស៊ីខាងកើតអញ្ចឹងតំបន់របស់យើងហ្នឹងត្រូវប៉ះជាមួយនឹងក្រុមនៅក្នុងពាក់កណ្ដាលផ្ដាច់ព្រាត់នៅក្នុងតំបន់អាស៊ីខាងកើតដូចគ្នានៅឥណ្ឌូនេស៊ីជាមួយនឹងយើងហ្នឹងវាជិតគ្នាហើយដល់វគ្គបាទផ្ដាច់ព្រាត់បានអាស៊ីខាងកើតប៉ះជាមួយអាស៊ីខាងលិចអញ្ចឹងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់មួយទៀតគឺមានក្រុមបាទគឺមកពីគុយវ៉ែតមានអារ៉ាប៊ីប៉ះជាមួយនឹងអាកាដេកបាទអារ៉ាប៊ីប៉ះមួយអាកាដេកអារ៉ាប៊ីនេះមកពីគុយវ៉ែតហើយអាកាដេកនេះគឺមកពីទូមេនីស្ថានបាទហើយទូមេនីស្ថានមួយគុយវ៉ែតនេះគេមៀតរបស់គេសិនតែធំជាងអាស៊ីរបស់យើងណាបើនិយាយពីកីឡាករគេបាទអញ្ចឹងយើងចាំតាមដានទាំងអស់គ្នាទៀតថាតើមានអីបើសិនជាស្វ័យរៀងឈ្នះបាទមេដាយយ៉ាងទៀតនោះកាន់តែឡើងជ្រៅទៅទៀតឡើងទៅដល់វគ្គចុងក្រោយបើសិនជាឈ្នះជើងឯកបានរហូតដល់$1 លានណាបងប្អូនហើយបើយើងប្រាក់រង្វាន់បូកត្រួសនេះគឺបានច្រើនសម្រាប់ប្រខណ្ឌរាជស្វាយរៀងតែខ្ញុំចាំនិយាយវីដេអូផ្សេងទៀតតទៅនឹងប្រាក់រង្វាន់អញ្ចឹងបងប្អូនមានប៉ុណ្នេះអរគុណច្រើនចំពោះការតាមដានវីដេអូនេះយើងនឹងជួបគ្នាវីដេអូក្រោយៗទៀតអំពី Manchester United និយាយទៅខ្ញុំនិយាយបានច្រើន Manchester United នេះនិយាយតាំងពីស្វ័យរៀងមិនទាន់ដឹងថាប៉ះ Manchester United នេះហើយភាគច្រើនខ្ញុំលើកនិយាយនឹងខ្ញុំលើកអំពី Manchester នេះឯងដោយសារតែមានភាគរយក្នុងការឈ្នះ Tottenham City តាំងពីដើមមកបងប្អូនដែលតាមដាន YouTube ឬក៏តាមដាន page ខ្ញុំប្រហែលជាអាចឃើញបានអាចឃើញអ្វីដែលខ្ញុំបាននិយាយហើយដោយសារតា Manchester United បើនៅក្នុងលីកឥណ្ឌូនេស៊ីបាទទៅបន្តិចទៀតលីកឥណ្ឌូនេស៊ីគឺលេងអន់ដូចខ្ញុំបាននិយាយជូនបងប្អូនអញ្ចឹងលេងអន់ឥឡូវលេខtừ មុនលេខ17ក្នុងចំណោម18ក្រុមគាត់នៅសឹងតបាតតារាងហើយតែបើថាលេងនៅក្នុងពានរង្វាន់នេះយើងដឹងស្រាប់ហើយពានរង្វាន់លំដាប់ទី3ហើយក្លឹបមកពីតៃវ៉ាន់ក្លឹបឆានីតាប៉េហ្នឹងក្លឹបមកពីកម្ពុជាអញ្ចឹងចង់បើនិយាយពីចំណាត់ថ្នាក់នៃ FIFA ច្រឡំ FIFA ranking club competition ចំណាត់ថ្នាក់នៃការប្រកួតក្លឹបនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះបើនិយាយពីឥណ្ឌូនេស៊ីគេមានចំណាត់ថ្នាក់លើយើងបន្តិចបងប្អូនបាទបច្ចុប្បន្ននេះមិនលើច្រើនទេលើយើងតែបន្តិចទេអញ្ចឹងចង់គឺគេមានគុណភាពជាងយើងបាទរួចទៅហើយហើយកន្លងទៅយើងប្រកួតចាញ់គេអញ្ចឹងណាបាទចាញ់2-1តែសង្ឃឹមថាលើកនេះលោកប៉េបមនុស្សនឹងរៀបចំក្រុមឲ្យបានល្អដើម្បីយកឈ្នះក្រុម Manchester United ក្នុងមិនថាក្នុងដីមិនថាក្រៅដីទេធ្វើមិនឲ្យបានល្អតែបើថាក្នុងដីបានស៊ីបានច្រើនឬតែពិសេសវិសាលបាទអរគុណច្រើនបងប្អូនលាមែនតើណាបាទជួបគ្នាវីដេអូក្រោយ